សួស្តីប្រម៉ែបងប្អូនបាទថ្ងៃខ្ញុំមានជាវីដេអូមួយបង្ហាញពីសកម្មភាពបាទរៀបចំ Toyota Rally 019ពណ៌ប្រផេះដែលខាងខ្ញុំកាត់បានមកថ្ងៃមុនហើយនេះគឺជាសកម្មភាពក្រុមការងារបាទរៀបចំសម្អាតប៉ូលាបាទសម្អាតកឡូកលៀតសម្រាប់ការរៀបចំមកលើ Revo 019មួយគ្រឿងនេះគឺបង្ហាញថ្ងៃនេះប្រម៉ែបងប្អូនបាទអត់មានថែមថយទេគឺហើយ 100% តែម្ដងសម្រាប់ប្រម៉ែបងប្អូនដែលមានតម្រូវការនិងកំពុងស្វែងរកបាទប្រភេទឡានម៉ូទិកខ្លាញ់គោ brand Toyota ពុកម៉ែបងប្អូនបាទអាចបំរើមួយគ្រឿងនេះបានធានាជូនថាពេញចិត្តតែម្ដងហើយខាងខ្ញុំក៏ធានាជូនដែរទៅលើមិនបុកមិនកាត់តមិនស្ងោបរពោះជាពិសេសបាទគឺធានាជូនពុកម៉ែបងប្អូនបាទជាប្រភេទឡានមើលទឹកបាទឡានខ្លាញ់គោហើយមិនត្រឹមតែធានាទៅលើមិនបុកមិនកាត់តស្ងោបរពោះទេបាទគឺធានាជូនទៅលើឯកសារត្រឹមត្រូវស្របច្បាប់ធានាទៅលើម៉ាស៊ីនប្រអប់លេខជូនពុកម៉ែបងប្អូនបន្ថែមទៀតឥឡូវខ្ញុំនឹងប្រាប់ពីប្រវត្តិខ្លះៗរបស់រថយន្តមួយគ្រឿងនេះពុកម៉ែបងប្អូនបាទសម្រាប់ Toyota Revo មួយគ្រឿងនេះបាទម្ចាស់មុនគឺគាត់ទិញក្រាស់ពុនតែម្ដងបាទហើយខាងខ្ញុំក៏កាត់ពីម្ចាស់ដើមផ្ទាល់ទី1ដែរហើយការប្រើប្រាស់គឺតិចមែនទែនពុកម៉ែបងប្អូនប្រើបានតែ 100,000 គីឡូជាងទេធានាជូនគីឡូស៊ីនបាទអត់មានកែតម្លាយទេពុកម៉ែបងប្អូនចំណែកឯកសារវិញគឺគ្រប់តែម្ដងបាទអត់មានខ្វះមុខខ្វះក្រោយទេបាទគឺមានមញ្ញាតស៊ីនគល់ឈៀកបាទតាក់សៀមម្ចាស់ដើមកាតគ្រីស៊ីនហើយបន្ថែមលើនឹងទៀតខាងខ្ញុំគឺបានធ្វើវីដេអូរាល់បាទពាក់ព័ន្ធនឹងការកាត់ឈ្មោះមិនឲ្យពុកម៉ែបងប្អូនបាទទិញទៅភ័យបារម្ភថាឡានមានបញ្ហាទេបាទគឺខាងខ្ញុំធានាជូនមួយសេតទៅដល់ពុកម៉ែបងប្អូនតែម្ដងទៅលើការប្រើប្រាស់វិញគឺតិចពុកម៉ែបងប្អូនបាទតែ 100,000 គីឡូជាងទេដូច្នេះផ្នែកខាងក្នុងគឺថ្មីហើយសម្រាប់ឡាននេះម្ចាស់មុនគឺគាត់មនុស្សស្រីទេការប្រើប្រាស់គឺតែនៅក្នុងក្រុងពុកម៉ែបងប្អូនបាទសូម្បីតែដឹកអីធ្ងន់ធ្ងរក៏អត់មានដឹកដែរពុកម៉ែបងប្អូនបាទមើលជាក់ស្ដែងតែត្រង់ក្រោយទៅបាទអត់មានសឹកឬក៏បែកបាក់ធ្លុះធ្លាដល់ណាទេបាទគឺនៅថ្មីសំណុំស៊ីនសំណុំដើមពុកម៉ែបងប្អូនដែលកំពុងស្វែងរកបាទប្រភេទ pick up Toyota បាទប្រភេទឡានសន្សំសំចៃខ្លាញ់គោប្រភេទឡានថ្មីឡានស្អាតមានការធានាត្រឹមត្រូវពុកម៉ែបងប្អូនបានអញ្ជើញមកមើលមួយគ្រឿងនេះបានមិនថាពុកម៉ែបងប្អូនចង់ទិញដាច់វាយដូរឬក៏បងរំលោះបាទអាចមកមើលបានបើកតែសាលបងបានសម្រាប់តម្លៃខាងខ្ញុំដាក់តែ30ជាងទេបាទពុកម៉ែបងប្អូនមើលតវ៉ាគ្នាជាក់ស្ដែងត្រង់ចំណុចនេះពុកម៉ែបងប្អូនបាទគឺផ្នែកកឡុកលាតប្លុកម៉ាស៊ីនហើយបាទគឺជាចំណុចពិសេសសម្រាប់កឡុកលាតខ្ចោខ្យងបាទដូចជាជើងដំបូលធ្នឹមខាងមុខបាទសំណុំស៊ីនសំណុំដើមកាយ៉ាវស៊ីនហើយដូចបញ្ជាក់អញ្ចឹងគឺការធានាទៅលើមិនបុកមិនកាត់តបាទហើយការធានាវិញគឺទៅសេលេខអក្សរផ្ដិតបណ្ដាជូនពុកម៉ែបងប្អូនតែម្ដងបាទអត់មានកិច្ចវេះទេបាទថាធានាអីគឺធានានឹងជូនពុកម៉ែបងប្អូនបាទអត់ឲ្យពុកម៉ែបងប្អូនភ័យបារម្ភយកទៅបាទប្រើប្រាស់ទាំងមិនអស់ចិត្តសង្ស័យនេះសង្ស័យនោះបាទគឺខាងខ្ញុំធានាជូនមួយសេតបាទទៅលើមិនបុកមិនកាត់តធានាទៅលើឯកសារធានាទៅលើម៉ាស៊ីនប្រអប់លេខជូនពុកម៉ែបងប្អូនហើយសម្រាប់ពិនភាគបាទដែលខាងខ្ញុំបានរៀបរាប់ពីខាងដើមរហូតដល់ចំណុចនេះបាទគឺប្រាប់ពុកម៉ែបងប្អូនច្បាស់អត់មានលាក់លៀមទេបាទគឺប្រាប់ចំតែម្ដងជៀសវាងពុកម៉ែបងប្អូនបាទមកមើលខកចិត្តបាទឬខកបំណងត្រង់ចំណុចណាមួយហើយអ្វីខ្ញុំនិយាយគឺការពិតបាទពុកម៉ែបងប្អូនបាទអត់ឲ្យមកខកជើងទេហើយក៏សូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់បាទអរគុណច្រើន